ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំបានឈ្មោះដូនមេឡុងអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកបញ្យល់តាក់ទងរឿងការ install DHCP ហើយនិង config DHCP server បន្តមកគឺយើងនឹងការ install DHCP relay ហើយនិង config DHCP relay ដូចគ្នាអញ្ចឹងជាដំបូងគឺយើងដឹងថាគឺយើងត្រូវការ install DHCP សិនអញ្ចឹង DNS install DHCP dot server dot y តែដោយសារខ្ញុំបាន install ហើយចឹងជំទាវគឺយើងធ្វើការ write script របស់វាគឺតើតោះយើងប្រើ vim/etc/dhcp dhcpd.f ចឹងយើងចូលដល់ទៅនេះគឺយើងទី1យើងឃើញថា option domain នេះគឺជាឈ្មោះរបស់គឺជាឈ្មោះ DNS របស់client ហើយតមកទៀតគឺ default list type នេះគឺ600ហើយនឹង list type 1200ចុងទៀតគឺតទៅនឹង IP មកយើងអានេះជា IP របស់អឺ subnet អានេះគឺ net mask របស់វាគឺប៉ុណ្នេះហើយ subnet គឺប៉ុណ្នេះហើយ rank របស់វាគឺចន្លោះពី100ទៅ200ហើយទៅទៀតគឺ option router គឺចុច1option subnet mask តតែទេហើយប្រកាសរបស់វាគឺ192.168.255ហើយគឺយើងលា IP របស់ IP ទៅកាន់user client ដែលរបស់ខ្ញុំហ្នឹងគឺខ្ញុំប្រើជាកលីដោយសារខ្ញុំមានកលីស្រាប់ណាមួយបើខ្ញុំប្រើ Windows គឺខ្ញុំត្រូវការ install file ISO របស់វាមកអញ្ចឹងដោយសារណាមួយទៀតគឺមានstorage របស់ខ្ញុំគឺវាពេញទាំង drive C និង drive D អញ្ចឹងខ្ញុំប្រើទៅលើកលីរបស់ខ្ញុំហ្មងគឺជា user ជា client ហើយយើងដឹងតមកពេលនេះគឺជាអានេះគឺជា IP address របស់កលីរបស់ខ្ញុំ192.168.16.131អញ្ចឹងទៅមកទៀតគឺយើងត្រូវការ save របស់វាខ្ញុំប្រើនេះហើយទៀតជំទាវគឺយើងត្រូវstart DHCP របស់វាគឺយើងប្រើ sudo ខ្ញុំប្រើតែហ្នឹងគឺ start ក៏បាននិងបក៏បានតែយើង system ctl សិនយើងប្រើ start ក៏បានយើងប្រើ enable ក៏បាន enable DHCPD ចឹងកន្លែងនេះវាសារខ្ញុំវានេះហើយគឺវាមានបច្ចេកទេសតិចតួចចឹងអត់អីទេទៀតគឺតកតងទៅនឹងគឺយើងវត្តជំដទៅនេះគឺយើងត្រូវការខ្ញុំកាត់មកទៅសារខ្ញុំមិនមានពេកគឺយើងខាត់លីសមកទៅនេះគឺយើងលីសយើងដឹងយើងទទួលបានអាលីរបស់ IP ទៅចំនួន5ដងអាលីគឺទី1អានេះគឺ131នេះគឺ IP របស់ client របស់យើងហើយនេះគឺចាប់ផ្ដើម start នេះហើយនេះរបស់វាហើយ client hostname ឈ្មោះកលីចឹងនេះគឺនេះគឺតាអាលីដែលយើងរែងយកចន្លោះពី100ទៅកាន់200តាមហ្នឹងហើយជុំដល់ទៀតគឺយើងទៅកាន់យើងចូលទៅមើលuser របស់យើងបន្តចឹងយើងត្រូវការយើង sudo dhcp client.v ចឹងយើងត្រូវ password ចឹងយើងទទួលបាន IP របស់វាគឺយើងបានលៀសមកហើយចឹងយើងទទួលបាន listening ហើយ sending គឺប៉ុណ្នេះហើយយើងទទួលបាន IP របស់វាគឺrank មកចន្លោះពី100ទៅហើយ port ប៉ុណ្នេះហើយ rank ចន្លោះពី100ហើយ from 192.168.131នេះគឺ IP របស់CNF របស់ server មកចឹងគឺថាវាដើរហើយបើយើងចូលម្នេះវិញគឺយើងចដាក់យើងវាយsystem ctl status dhcpd ជាងគឺថាវាបានរ៉ាន់ហើយតែដល់ពេលទៅគឺខ្ញុំមកចង់បានអញ្ចឹងទេគឺខ្ញុំចង់ឲ្យserver របស់យើងគឺជា route ម្ដងគឺជាrelay ជា DHCP relay ម្ដងអញ្ចឹង